បើលោកមិនចង់រៀបការក៏មិនអីដែរប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយបើលោកយល់ព្រមកិច្ចព្រមព្រៀងនេះអាចចាត់ទុកជាមុខខបានខ្ញុំថានាងច្បាស់ជាគ្មានបានស្អីទេព្រោះអ្នកណាក៏ដឹងថាលោកជាងស្អប់ការគំរាមកំហែងខ្លាំងណាស់គ្មានអ្នកណាម្នាក់អាចចរចាលក្ខខណ្ឌជាមួយខ្ញុំបានទាំងអស់ដោយការគិតទុកពិតមែនអ្វីមិនងាយស្រួលខ្ញុំគ្មានសង្ឃឹមច្រើនដើម្បីបានវាត្រឡប់មកវិញទេមិនអីទេអញ្ចឹងកិច្ចព្រមព្រៀងរៀបការនេះចាត់ទុកថាជាមុខទៅចុះចាំងឆេងម៉ោងប្រហែលហើយបានម៉ោង 3:50 នាទីអញ្ចឹងនៅមានពេលដែរសូមចេញអ្នកនឹងសុងចូលឡានឬក៏គេចង់សម្លាប់បបិទ្ធមាត់នេះខ្ញុំក៏គិតអញ្ចឹងដែរគ្រូសាសុងច្បាស់ជាត្រូវដាច់ពុយត្រឹមនេះហើយលោកចង់នាំខ្ញុំទៅណាតើអាចទៅណាបានក្រៅពីទៅការិយាល័យកិច្ចការស៊ីវិលលោករៀបការជាមួយខ្ញុំមែនប៉ាម៉ាក់ចង់ឲ្យរៀបការចំណែកឯកិច្ចព្រមព្រៀងក៏នៅទីនេះតើខ្ញុំអាចធ្វើអីបានទេគ្រប់គ្នាដឹងច្បាស់ណាស់ថាខ្ញុំជាងជើស្ដាប់បង្កប់ប៉ាម៉ាក់ខ្លាំងណាស់អ្នកតាពេខ្ញុំខិតចិត្តចូលគ្នាបន្តិចតើអ្នកតាពេខ្ញុំខិតចិត្តចូលគ្នាបន្តិចមើលកាមេរ៉ាទៅល្អខ្ញុំមិនយល់ស្របនឹងរឿងរៀបការរបស់ឯងទេខ្ញុំមិនបានត្រូវការការយល់ព្រមពីប៉ាទេព្រោះនៅពេលដែលប៉ានាំប្រពន្ធចង់ទាំងពីរចូលក្នុងផ្ទះក៏ប៉ាមិនបានសុំការអនុញ្ញាតពីខ្ញុំដូចគ្នាដែរគាត់ពិតជារៀបការជាមួយខ្ញុំពិតមែនតើគាត់កំពុងគិតអីខ្ញុំគិតថាគាត់ប្រហែលជាមិនប្រកាសប្រជាជាមួយខ្ញុំនោះទេនេះឯងកំពុងនិយាយអីជាងជូទោះឯងក្រតលីសយក៏ដោយតែក៏ត្រូវមានដែនកំណត់ដែរកាលមុនគ្រួសារសុងសាសុំនឹងគ្រួសាររបស់យើងក៏ពិតមែនប៉ុន្តែពេលនេះគ្រួសារសុងបានរលំរលាយហើយសុងជានិញរូបរាងដូចជាជ្រុងឯងថាទៅមើលនាងសាសុំនឹងគ្រួសារចឹងត្រង់ណាទៅបើសិនជាឯងនៅតែចង់រៀបការនឹងនាងតើត្រកូលចាំងរបស់យើងយកមកទៅឯណាខ្មាស់គេណាប៉ាឯងនិយាយត្រូវជាងជើលើកនេះស្ដាប់ប៉ាឯងម្ដងទៅណាមែនហើយខ្ញុំយល់ស្របគួរឲ្យអាម៉ាស់ណាតើគ្រូសាជាងនៅមានមុខមាត់ទៀតទេខ្ញុំប្រាប់ទៅចុះគេឈ្មោះកិត្តិយសរបស់គ្រូសាជាងបានបាត់បង់ចាប់តាំងពី